ខ្ញុំព្រះករុណាខ្ញុំបាទសូមនមស្ការចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតដល់រាបដល់ព្រះនិព្វានព្រោះហេតុនោះសូមសិរីសួស្តីទាំងឡាយកើតមានវេលាព្រឹកថ្ងៃច័ន្ទ11រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី24ខែមិនិនាឆ្នាំ2025វត្តអណាឡមកុដិលេខ17លេខឃ្នៀប168ទំព័រ328មនាលភិក្ខុទាំងឡាយធម្មសមាទានដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នតែមានសេចក្តីសុខជាវិបាកតទៅតើដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពុមួយក្នុងលោកនេះជាអ្នកវិចារការសម្លាប់សត្វទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារបាណាតិបាតជាបច្ច័យជាអ្នកវិចារការកាន់យកទ្រព្យដែលគេមិនបានអោយទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារអតនេទានជាបច្ច័យជាអ្នកវិចារការប្រព្រឹត្តខុសក្នុងកាមទាំងឡាយទាំងសេចក្តីទុក្ខទាំងទោមនស្សទំព័រ329ក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារកាមេសុមិច្ឆាចារជាបច្ច័យជាអ្នកវិចារការពោលពាក្យកុហកទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារមុសាវាទជាបច្ច័យជាអ្នកវិចារការពោលពាក្យញុះញង់ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងនៅសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារបិសុណវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យអាក្រក់ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារផារុសវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យឥតប្រយោជន៍ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារសម្ភបលាបៈជាបច្ច័យជាអ្នកមិនមានអភិជ្ជាច្រើនទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះការមិនមានអភិជ្ជាជាបច្ច័យជាអ្នកមិនមានព្យាបាទទាំងសេចក្តីទុក្ខទាំងទោមនស្សទំព័រ330ក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះមិនមានព្យាបាទជាបច្ច័យជាអ្នកយល់ត្រូវទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងនៅសេចក្តីទុក្ខនិងទោមនស្សព្រោះសមាទិដ្ឋិជាបច្ច័យបុគ្គលនោះលោតទំលាយរាងកាយបន្ទាប់អំពីមរណៈទៅក៏រមែងទៅកើតក្នុងសុគតិសូទេវលោកមនាលភិក្ខុទាំងឡាយធម្មសមាទាននេះតថាគតហៅថាមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នតែមានសេចក្តីសុខជាវិបាកតទៅលេខឃ្នៀប169មនាលភិក្ខុទាំងឡាយធម្មសមាទានមានសេចក្តីសុខក្នុងបច្ចុប្បន្នទាំងមានសេចក្តីសុខជាវិបាកតទៅតើដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពុមួយក្នុងលោកនេះជាអ្នកវិចារការសម្លាប់សត្វព្រមដោយសេចក្តីសុខព្រមដោយសោមនស្សរមែងបានសេចក្តីសុខនិងសោមនស្សព្រោះវិចារបាណាតិបាតជាបច្ច័យជាអ្នកវិចារការកាន់យកទ្រព្យដែលគេមិនបានអោយព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះវិចារអតនេទានជាបច្ច័យជាអ្នកវិចារការប្រព្រឹត្តខុសក្នុងកាមទាំងឡាយព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សទំព័រ331ព្រោះវិចារកាមេសុមិច្ឆាចារជាបច្ច័យជាអ្នកវិចារការពោលពាក្យកុហកព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះវិចារមុសាវាទជាបច្ច័យជាអ្នកវិចារការពោលពាក្យញុះញង់ព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះវិចារបិសុណវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យអាក្រក់ព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបាននៅសេចក្តីសុខនិងសោមនស្សព្រោះវិចារផារុសវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យឥតប្រយោជន៍ព្រមដោយសេចក្តីសុខ ព្រ
ព្រមដោយសមណោះក៏រមែងបានសេចក្តីសុខនិងសមណោះព្រោះវាចាកសម្ភបលាបៈជាបច្ច័យជាអ្នកមិនមានអភ័យជាច្រើនព្រមដោយសេចក្តីសុខព្រមដោយសមណោះក៏រមែងបានសេចក្តីសុខនិងសមណោះព្រោះមិនមានអភ័យជាបច្ច័យជាអ្នកមិនមានចិត្តព្យាបាទព្រមដោយសេចក្តីសុខព្រមដោយសមណោះក៏រមែងបានសេចក្តីសុខនិងសមណោះ